ក្នុងវីដេអូនេះអ្នកគ្រូនឹងកែលំហាត់លេខ1នៅក្នុងមេរៀនការគណនាផលបូកដោយប្រើម៉ាស៊ីនគិតលេខដែលយើងមានលំហាត់លេខ1ចូលប្រើម៉ាស៊ីនគិតលេខដើម្បីគណនាផលបូកចំនួនទស្សភាគអញ្ចឹងលំហាត់ហ្នឹងគឺគេឲ្យយើងប្រើម៉ាស៊ីនគិតលេខឬក៏ធម្មតាយើងហៅថា Casio ហ្នឹងចាប្រើម៉ាស៊ីនគិតលេខហ្នឹងហើយឲ្យយើងគណនាផលបូកនៃចំនួនទស្សភាគហ្នឹងអញ្ចឹងដើម្បីប្រើម៉ាស៊ីនគិតលេខយកទៅគណនាបានលុះត្រាតែយើងមានម៉ាស៊ីនគិតលេខអញ្ចឹងយើងបើកម៉ាស៊ីនគិតលេខរបស់យើងមកដែលម៉ាស៊ីនគិតលេខរបស់យើងហ្នឹងគឺវាចាមានទម្រង់បែបនេះចេញមកបែបហ្នឹងអញ្ចឹងយើងចង់គណនាលេខប៉ុន្មាននិងប៉ុន្មានយើងចុចលេខហ្នឹងមកឥឡូវយើងមើលលំហាត់ក 1.8 បូក 5.5 អញ្ចឹងយើងចុចលេខ1មកហើយសញ្ញាចុចមក1.8 រួចហើយប្រមាណវិធីចាយើងមើលប្រមាណវិធីបូកយើងដាក់បូកមកបូកនឹងប្រមាណ 5.5 ជាងដាក់5ហើយសញ្ញាចុចមកហើយលេខ5រួចហើយចង់ដឹងថាចម្លើយស្មើប៉ុន្មានយើងចុចសញ្ញាស្មើអញ្ចឹងចម្លើយគឺឃើញ7ចា 7.3 អញ្ចឹងយើងដាក់មក7.3 យើងអាចរៀនចុចបន្ថែមខ្លួនឯងទៀតដើម្បីឲ្យយើងស្ទាត់ហើយចេះច្បាស់តើឥឡូវយើងមើលលំហាត់ខរបស់យើង 15.4 បូក 8.7 អញ្ចឹងយើងចុចមក 15.4 បូកអញ្ចឹងសញ្ញាបូកមក 8.4 15.4 បូក 8.7 រួចចុចសញ្ញាស្មើមកយើងឃើញ 24.1 អញ្ចឹងយើងដាក់មក 24.1 តទៀតលំហាត់អក្សរគួរលំហាត់អក្សរគួរគឺ 9.8 អានេះយើងឃើញនៅសល់ទេយើងចុចអក្សរ C នេះមកបានន័យថាយើង clear យើងលុបលេខនឹងចោលអស់អញ្ចឹងយើងចុច 9.8 រួចហើយប្រមាណវិធីបូកយើងចុចសញ្ញាបូកមក 72.4 សញ្ញាចុចមក4រួចហើយយើងចង់ឃើញផលបូកយើងចុចសញ្ញាស្មើនេះមកតើស្មើប៉ុន្មានអញ្ចឹងគឺស្មើ 82.2 ចា 82.2 ទៅទៀតលំហាត់អក្សរខួរអានេះមើលឃើញទេណាចឹងអ្នកគ្រូប្រូបន្តិចអញ្ចឹងលំហាត់អក្សរខួរគឺ7.4 បូកនឹង 43.9 រួចហើយយើងចុចសញ្ញាស្មើមកចម្លើយគឺ 51.3 កន្លែងនេះបំពេញអត់កើតឥឡូវអ្នកគ្រូបិទ Casio តិចសិន 51.3 ចា 51.3 តទៀតយើងចូលលំហាត់អក្សរងឥឡូវអ្នកគ្រូបើក Casio ចាយើងលុបចេញមកអក្សรงគឺ21ចា 21.6 បូក 8.7 អញ្ចឹងយើងដាក់មក 21.6 បូក 8.7 រួចហើយយើងចុចសញ្ញាស្មើមកស្មើ 30.3 អញ្ចឹងចម្លើយគឺ 30.3 ចាតទៀតយើងចូលលំហាត់អក្សរចលំហាត់អក្សរចគឺ 24.5 បូក 7.5 អញ្ចឹងយើង clear មកយើងចុចអក្សរ C នេះមករួចហើយយើងចុច 24.5 មក 24.5 ហើយយើងចុចបូកនឹង 7.5 ចឹងយើងចុចសញ្ញាស្មើមកចម្លើយគឺឃើញ 32 ចា 32 ចឹងយើងដាក់មក32ហើយកន្លែងនេះយើងចង់ដាក់ចុច0ក៏បានឬយើងមិនដាក់ក៏បានដែរអាចដាក់តែប៉ុណ្្នឹងទៅដោយសារតែអាខ្ទង់ភាគ10ហ្នឹងបូកទៅវាសរសេរលេខ0ត្រាទុកអញ្ចឹងដល់ពេលក្នុង Casio គឺគេកាត់ចេញហើយយើងចង់ដាក់ចុច0យើងក៏បានដាក់តែ32កូដក៏បានដែរតទៀតយើងចូលលំហាត់អក្សរឆគឺ 57.5 បូក 45.6 ចឹងយើងដាក់មក 57.5 បូកសញ្ញាបូកមក 45.6 ចម្លើយគឺស្មើ 103.1 យើងដាក់មក 103.1 តទៀតលំហាត់អក្សរជួរអានេះមើលអត់ឃើញទេណាលំហាត់អក្សរជួរ
83.0 ជាងដាក់មក 83.0 បូកនឹង 79.2 ចាអញ្ចឹងយើងចុចសញ្ញាស្មើមកយើងនឹងឃើញចាផលបូកគឺ 162.2 អូខេ 162.2 អានេះលេខរៀងអត់ស្អាតតិចណាឥឡូវអ្នកគ្រូកែបន្តិចឲ្យស្អាតបន្តិច 162.2 អូតទៀតតឥឡូវយើងចូលលំហាត់អក្សរឈរលំហាត់អក្សរឈរភាសានេះវាទៅកន្លែងដាក់ Casio អញ្ចឹងអ្នកគ្រូបិទសិនឥឡូវយើងបន្តចូលលំហាត់អក្សរឈរយើងលុបអានេះចេញមកយើងវាយយើងចុច 178.8 រួចហើយបូកនឹងចាបូកនឹងបូកយើងចុចសញ្ញាបូក 19.5 រួចហើយយើងចុចសញ្ញាស្មើមកយើងឃើញចម្លើយ 198.3 ចា 198.3 ទៅទៀតលំហាត់អក្សរញចាលំហាត់អក្សរញ240ចាចុច7បូក 57.3 ជាងដាក់មក240ចុចចាចុចយើងចុចសញ្ញាចុចសញ្ញានេះកន្លែងនេះចុច 240.7 រួចបូកយើងចុចសញ្ញាបូកមក 57.3 ស្មើជាងចម្លើយគឺឃើញ 298 ជាងយើងដាក់មក 298 អានេះបើយើងបូកធម្មតាកន្លែងខ្ទង់ភាគ10ហ្នឹងវាត្រូវបូកទៅឃើញ10អញ្ចឹងត្រូវសេលី0ត្រាទុក1ចុចកាលណា0ចេះគឺតម្លៃស្មើនឹង 298 ធម្មតាអញ្ចឹងពេលចេញ Casio មកគឺវាចេញតែ 298 ទេវាអត់ចេញអាចុច0នឹងឲ្យយើងទេឥឡូវយើងតទៀតចាយើងចូលលំហាត់អក្សរដ 500.9 បូក 400.7 អញ្ចឹង 500.9 យើងវាយយើងចុចមកលេខ 5 លេខ 0 លេខ 0 សញ្ញាចុចរួចហើយលេខ 9 ប្រមាណវិធីរបស់យើងជាប្រមាណវិធីបូកចឹងយើងចុចបូកមក 400.7 អញ្ចឹងលេខ 4 លេខ 0 លេខ 0 ចុចហើយលេខ 7 ហើយយើងចង់ដឹងចម្លើយឃើញប្រមាណយើងចុចសញ្ញាស្មើអញ្ចឹងចម្លើយគឺឃើញ 901.6 900ចា 901.6 តទៀតលំហាត់ចុងក្រោយលំហាត់អក្សរថលំហាត់ចុងក្រោយនៃលំហាត់លេខ1លំហាត់អក្សរថគឺ 601.0 អញ្ចឹងយើងចុចមក 601.0 Casio នេះឲ្យចេញឲ្យ Casio ខ្លះយើងទៅចុច0អញ្ចឹងគឺលោតចេញ 601 តែម្ដងតោះមកយើងចុចសញ្ញាបូកមកចា 500.9 បូក 500.9 រួចហើយយើងចង់ដឹងចម្លើយស្មើប្រមាណចុចស្មើមកស្មើ 1101.9 ចឹងយើងដាក់មក1101មែនដូចខុសហើយ1101.9 ឥឡូវសាកបូកសាកថ្មីហើយច្រឡំអាហ្នឹងឥឡូវយើងត្រូវណា 1101.9 ចា 1101.9 ចឹងតកតងទៅនឹងកំណែនៅក្នុងមេរៀនការគណនាផលបូកដោយប្រើម៉ាស៊ីនគិតលេខក្នុងលំហាត់លេខ1ចាគឺមានប៉ុណ្្នឹងចាសូមអរគុណច្រើននិងសូមជម្រាបលា